និស្សិត3ផ្នែកនាំគម្រោងចំនួន15ទៅប្រកួតប្រជែងលើឆាកអន្តរជាតិយើងខ្ញុំបានត្រៀមខ្លួនរួចរាល់ក្នុងបេសកកម្មប្រកួតប្រជែងនេះយ៉ាងហោចណាស់មាននិស្សិតនិងគ្រូដឹកនាំជាង10នាក់នៃសាកលវិទ្យាល័យណូតុននឹងហោះទៅកាន់សហគមន៍អឺរ៉ុបនាចុងខែកញ្ញាឆ្នាំ2026ខាងមុខនេះដែលជាទីឈប់សម្ចតនៅក្នុងទីក្រុង Zagreb នៃប្រទេសក្រូអាតដើម្បីនាំយកគម្រោងចំនួន15ទៅប្រកួតប្រជែងលើឆាកអន្តរជាតិបេសកកម្មនេះនឹងត្រូវចាយពេល10ថ្ងៃចាប់ពីថ្ងៃទី29ខែកញ្ញាដល់ថ្ងៃទី8ខែតុលាដែលមាននិស្សិតមកពី60ប្រទេសចូលរួមក្នុងន័យប្រកួតសមត្ថភាពលើគំនិតច្នៃប្រឌិតនិងការបង្កើតថ្មីលោកលុយមីថូណាអនុប្រធានផ្នែកព័ត៌មានបានប្រាប់ថាសាស្ត្រាចារ្យរួមទាំងនិស្សិតឆ្នើមនៃសាកលវិទ្យាល័យណូតុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមការប្រកួតប្រជែងគំនិតច្នៃប្រឌិតនិងការបង្កើតថ្មីដោយពំនាំយកគម្រោងចំនួន15នេះដែលពាក់ព័ន្ធទៅនឹងផ្នែកវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិកផ្នែកកុំព្យូទ័រវិទ្យាផ្នែកស្ថាបត្យកម្មនិងនគររូបនីយវិទ្យាសូមជម្រាបជូនថាកាលពីឆ្នាំ2025សាកលវិទ្យាល័យណូតុនបានពំនាំមេដាយមាសចំនួន12មេដាយប្រាក់ចំនួន2និងសំរឹទ្ធ1នៅក្នុងកម្មវិធីប្រកួតគំនិតបង្កើតថ្មីនាប្រទេសអង់គ្លេស